មានស្លាកស្នាមមួយនៅលើផ្ទៃមុខរបស់អាមុនចំណែកឯអាលីវិញគឺបាត់បង់ផ្នែកមួយនៃសក់របស់នាងមុនទូនមិនមែនធ្វើវាមកដើម្បីឲ្យតែល្អមើលទេប៉ុន្តែវាគឺមានដើមហេតុរបស់វាបើអ្នកទាំងអស់គ្នាចង់ដឹងថាវាកើតឡើងដោយសារអ្វីហើយដោយសារអ្នកណាគេទៅសើចមើលខ្លួនឯងទៅនិយាយលេងទេគឺយើងខ្ញុំនឹងប្រាប់អ្នកទាំងអស់គ្នាបានដឹងនៅក្នុងវីដេអូមួយនេះអញ្ចឹងយើងទៅនិយាយអំពីស្នាមនៅលើមុខរបស់អាមុនជាមុនសិនស្លាកស្នាមនៅលើមុខនេះមិនមែនបង្កចេញពីសត្រូវណាមួយទេគឺបង្កចេញពីប្អូនប្រុសទី4របស់គាត់គឺជាកូស៊ីននឹងឯងកូស៊ីនហើយនឹងអាមុនកើតនៅក្នុងគ្រួសារអភិជនមួយដែលគេហៅថាគ្រួសារផាត់ស្លេណាហើយត្រកូលផាត់ស្លេមួយនេះផងដែរគឺល្បីល្បាញផ្នែកប្រើប្រាស់វេទមន្តខ្លាំងមែនទែនប៉ុន្តែអ្វីដែលប្លែកគឺកូស៊ីនគាត់មិនចូលចិត្តប្រើប្រាស់វេទមន្តនិងរៀនវេទមន្តទេគាត់គិតថាវាជារឿងដែលគួរឲ្យធុញតែកូស៊ីនបែរជាមានជំនាញនៅក្នុងការគប់និងប្រើប្រាស់ល្បឿនទៅវិញនៅថ្ងៃមួយគ្រួសារផាត់ស្លេមានកម្មវិធីប្រកួតវេទមន្តប៉ុន្តែកូស៊ីនបែរជាជ្រើសរើសការគប់កំបិតនៅក្នុងការប្រកួតនោះទៅវិញនិយាយទៅគឺគេចាត់ទុកថានេះគឺជារឿងដែលគួរឲ្យអស់សំណើចព្រោះថាការប្រើប្រាស់អាវុធនៅក្នុងការប្រយុទ្ធនេះគឺមានតែអ្នកដែលជាសាមញ្ញជនប៉ុណ្ណោះដែលធ្វើវាប៉ុន្តែកូស៊ីនគាត់បានប្រកួតជាមួយនឹងគូប្រកួតរបស់គាត់និងយកឈ្នះបានយ៉ាងល្អបំផុតដែលធ្វើឲ្យគ្រប់គ្នាស្ទើរតែនឹកស្មានមិនដល់ប៉ុន្តែកូស៊ីននៅតែផ្លត់ស្នៀតកំបិតមួយបានហោះសម្ដៅទៅកាន់បងប្រុសរបស់គាត់គឺអាមុននឹងឯងហើយបានប៉ះចំផ្ទៃមុខរបស់អាមុនធ្វើឲ្យអាមុនមានស្លាកស្នាមមួយនឹងអូតាមពិតអញ្ចឹងសោះអញ្ចឹងតួអង្គដែលយើងត្រូវលើកមកនិយាយបន្ទាប់គឺជាអាឡេតែមុននឹងចូលទៅដល់សាច់រឿងបន្តរបស់យើងនឹងខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាបន្តិចសិនថានៅថ្ងៃទី8ហ្នឹងការ Free Ticket លើកទី2របស់ Event KF នឹងម្ដងទៀតឲ្យអ្នកទាំងអស់គ្នាបើអ្នកទាំងអស់គ្នាមិនដឹងថាទៅដាក់ពេជ្រនៅណាមានតម្លៃសមរម្យទេអ្នកទាំងអស់គ្នាអាចដាក់នៅក្រៅ Baby Store បានដែលនេះគឺជាតម្លៃណែនាំសម្រាប់ Full Ticket ហើយអ្នកទាំងអស់គ្នាអាចដាក់តាមរយៈ Chat ទៅ Pay ក៏បានឬក៏ដាក់តាម website ក៏បានដែរអញ្ចឹងតោះយើងបន្តទៅសាច់រឿងរបស់យើងបន្តទៀតគឺពាក់ព័ន្ធនឹងការដាច់សក់មួយផ្នែករបស់អាលីសម្រាប់អាលីដែលបាន revamp ថ្មីគឺយើងនឹងបានឃើញទម្រង់សក់ដែលដាច់មួយផ្នែកបែបនេះតែមុនទៅមិនមែនធ្វើម៉ូដសក់នឹងឲ្យអាលីដើម្បីឲ្យមើលទៅអាលីកាន់តែប្លែកទេគឺវាមានហេតុផលរបស់វាដូចគ្នាដោយដែលគ្នាយើងបានដឹងស្រាប់ហើយថាអាលីគឺជាបិសាចស្រីម្នាក់ដែលតែងតែបង្ករឿងជាមួយនឹងមនុស្សផ្សេងណានៅក្នុងនោះក៏មានក្រុមមួយដែលយើងហៅថាក្រុម For Second Life ផងដែរអញ្ចឹងនៅក្នុងឈុតឆាកមួយអាលីបានប្រយុទ្ធជាមួយនឹងក្រុម For Second Life Xavier គាត់បានប្រើប្រាស់វេទមន្តពន្លឺរបស់គាត់ទៅប៉ះនឹងសក់មួយផ្នែករបស់អាលីធ្វើឲ្យដាច់សក់មួយផ្នែករបស់អាលីនឹងឯងអញ្ចឹងគឺមានន័យថាសក់មួយផ្នែករបស់អាលីដែលត្រូវបានដាច់នឹងគឺជាស្នាដៃរបស់ Xavier ប៉ុន្តែមិនអីទេអ្នកទាំងអស់គ្នានៅពេលដាច់សក់ម្ដុំអញ្ចឹងទៅមានអីស្អាតម្យ៉ាងដែរតាអញ្ចឹងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូមួយនេះរហូតដល់ចប់បាយបាយ